ជំរាបសួរនិងសួស្តីមិត្តនិស្សិតស្វាគមន៍មកកាន់ដំណើរទស្សនកិច្ច3ថ្ងៃ2យប់របស់និស្សិតជំនាញកសិអេកូឡូស៊ីក្នុងមហាវិទ្យាល័យកសិកម្មនិងកែច្នៃអាហារនៃសាកលវិទ្យាល័យជាតិបាត់ដំបងទៅកាន់ស្ថានីយ៍ស្រាវជ្រាវកសិកម្មអភិរក្សបោះខ្នុរខេត្តកំពង់ចាមដំណើរទស្សនកិច្ចនេះត្រូវបានរៀបចំឡើងនៅក្នុងគោលបំណង3ធំៗគឺទី1ស្វែងយល់ថាអ្វីទៅគឺជាកសិកម្មអភិរក្សទី2ភាពខុសគ្នារវាងដំណាំគម្របដីនិងដំណាំដែលគ្មានគម្របដីទី3សារៈសំខាន់នៃការដាំដុះដំណាំគម្របដីជាមួយនឹងដំណាំគោលព្រឹកថ្ងៃទី2នៃដំណើរទស្សនកិច្ចនេះបានចាប់ផ្ដើមឡើងដោយសិក្ខាសាលាដែលជាការណែនាំមុននឹងធ្វើការចុះទៅមើលការអនុវត្តផ្ទាល់នៅកសិដ្ឋានបង្ហាញដោយអ្នកគ្រូសុកច័ន្ទរស្មីលេខាធិការថ្នាក់ជាតិនៃបណ្ដាញអាលីសៀអំពីបណ្ដាញអាលីសៀដែលជាបណ្ដាញសមាជិកភាពនៃអង្គការផ្សេងៗជាច្រើនទៀតមានគោលដៅនៅក្នុងការផ្សព្វផ្សាយនិងលើកកម្ពស់កសិអេកូឡូស៊ីនៅក្នុងតំបន់មេគង្គបន្តមកគឺជាការធ្វើបទបង្ហាញរបស់លោកគ្រូ Clothera លើគោលការណ៍3ធំៗនៃកសិកម្មអភិរក្សរួមមានទី1ការកាត់បន្ថយការភ្ជួររាស់រហូតដល់ឈប់ភ្ជួររាស់តែម្ដងទី2ការដាំដំណាំគម្របដីជាអចិន្ត្រៃយ៍ទី3ការធ្វើពិពិធកម្មដំណាំដូចជាការដាំដំណាំឆ្លាស់និងដំណាំអំបិលបទបង្ហាញចុងក្រោយយ៉ាងក្បោះក្បាយនិងលម្អិតគ្រប់ខ្លឹមសារជាអត្ថន័យរបស់លោកបណ្ឌិតលេងវីរ៉ាស្ដីពីកសិកម្មអភិរក្សនិងកាបូនសរីរាង្គនៅក្នុងដីក្រោយការធ្វើបទបង្ហាញចប់ក្រុមការងារក៏បាននាំនិស្សិតទាំងអស់ទៅធ្វើការទស្សនកិច្ចទីតាំងស្តុកគ្រាប់ពូជដំណាំគម្របដីដែលមានគ្រាប់ពូជដំណាំជាច្រើនព្រមទាំងបង្ហាញអំពីប្រភេទគ្រាប់ពូជនីមួយៗកន្លែងក្នុងការស្តុកទុកសីតុណ្ហភាពសមស្របសម្រាប់ធ្វើការស្តុកទុកដែលអាចរក្សាទុកគ្រាប់ពូជឲ្យបានល្អដែលនៅក្នុងនោះគ្រាប់ពូជខ្លះអាចរក្សាទុកបានរហូតដល់3ឆ្នាំបន្ថែមពីនេះក្រុមការងារនិងនិស្សិតទាំងអស់គ្នាបានចុះទៅកាន់ទីតាំងកសិកម្មអភិរក្សផ្ទាល់ដែលមានឈ្មោះថាស្ថានីយ៍ស្រាវជ្រាវកសិកម្មអភិរក្សបោះខ្នុរដែលស្ថិតនៅក្នុងស្រុកចំការលើខេត្តកំពង់ចាមដែលមានផ្ទៃដីទំហំប្រមាណជាង14ហិកតាក្នុងនោះមានការដាំដំណាំចម្រុះគ្នាជាច្រើនព្រមទាំងរួមបញ្ចូលជាមួយនឹងការស្រាវជ្រាវរបស់និស្សិតទាក់ទងទៅនឹងការដាំដំណាំគម្របដីចម្រុះគ្នា3មុខនៅក្នុងដីតែមួយជាអចិន្ត្រៃយ៍កម្រិតនៃការប្រើប្រាស់ជីនិងថ្នាំគីមីការធ្វើពិពិធកម្មដំណាំព្រមទាំងការដាំដំណាំដែលកាត់បន្ថយការភ្ជួររាស់រហូតដល់ឈានទៅការឈប់ភ្ជួររាស់តែម្ដងការពិសោធន៍ទាំងនេះមានដំណាំចូលរួមជាច្រើនដូចជាដំណាំដំឡូងមីដំណាំពោតស្មៅចំណីសត្វដំណាំសណ្តែកនិងដំណាំផ្សេងៗទៀតជាច្រើនទន្ទឹមនឹងនេះការធ្វើកសិកម្មអភិរក្សឲ្យមានភាពងាយស្រួលជាងមុនគឺត្រូវការម៉ាស៊ីនមួយចំនួនដោយដែលបានបង្ហាញនៅខាងក្រោមម៉ាស៊ីនពង្រាបដីដែលគេប្រើប្រាស់សម្រាប់គៀពង្រាបដីស្រែឲ្យស្មើបានល្អម៉ាស៊ីនដាំដំណាំគម្របដីនិងដំណាំគោលដែលវាបំពាក់នៅមុខងារសម្រាប់កាត់ផ្ដាច់ដំណាំគម្របដីឲ្យដួលនៅក្នុងអំឡុងពេលដែលយើងដាំដំណាំគោលតែម្ដងនិងចុងក្រោយគឺម៉ាស៊ីនគាស់មើលដំឡូងក្រុមការងារក៏បានធ្វើការរៀបចំការពិសោធន៍ភ្លាមៗនៅនឹងកន្លែងតែម្ដងដែលតកតងទៅនឹងការហូរច្រោះនិងការការពារសំណឹកដីតាមរយៈការពិសោធន៍ខាងលើយើងសង្កេតឃើញថាដីដែលមានដាំដំណាំគម្របដីជាអចិន្ត្រៃយ៍មិនសូវមានការហូរច្រោះព្រមទាំងមិនសូវមានការសឹករិចរិលនោះទេទៅវិញដីដែលមិនបានអនុវត្តការដាំដំណាំគម្របដីនិងដីដែលធ្វើការភ្ជួររាស់ជារៀងរាល់ឆ្នាំគឺទទួលបានទឹកមិនគ្រប់គ្រាន់ព្រមទាំងមានការហូរច្រោះជាច្រើនផងដែរយោងតាមការពិសោធន៍និងមេរៀនដែលលោកគ្រូអ្នកគ្រូបានបង្ហាញកន្លងមកយើងសង្កេតឃើញថាការដាំដំណាំគម្របដីពិតជាមានអត្ថប្រយោជន៍ច្រើនដូចជាការកាត់បន្ថយសំណឹកដីបង្កើនសារធាតុសរីរាង្គលើកកម្ពស់ជីវៈចម្រុះនៅក្នុងដីកែលម្អរចនាសម្ព័ន្ធដីនិងបង្កើនអាសូរនៅក្នុងដីជាដើមផងដែរជារួមសកម្មភាពនេះមិនត្រឹមតែជាដំណើរទស្សនកិច្ចនោះទេប៉ុន្តែជាបទពិសោធន៍នៃការរៀនជាក់ស្ដែងអំពីវិធីសាស្ត្រកសិកម្មអភិរក្សដែលសម័យបច្ចុប្បន្នមានសារៈសំខាន់និងជួយរក្សាអនាគតកសិកម្មប្រកបដោយចីរភាពជាចុងក្រោយខ្ញុំបាទតំណាងឲ្យនិស្សិតទាំងអស់គ្នាសូមថ្លែងអំណរគុណទៅកាន់បណ្ដាញកសិអេកូឡូស៊ីកម្ពុជាអាលីសៀយ៉ាងជ្រាលជ្រៅដែលបានគាំទ្រនៅក្នុងដំណើរទស្សនកិច្ចសិក្សានិងក្រុមការងារស្ថានីយ៍ស្រាវជ្រាវកសិកម្មអភិរក្សបោះខ្នុរដែលបានទទួលនិស្សិតទាំងអស់យ៉ាងកក់ក្ដៅព្រមទាំងសាកលវិទ្យាល័យជាតិបាត់ដំបងដែលបានខិតខំស្នើសុំគម្រោងទស្សនកិច្ចសិក្សាមួយនេះសូមអរគុណ